បងប្អូនប៉ុន្មានអ្នកធ្លាប់ក្នុងព្រៃបាទវីដេអូថ្ងៃនេះគ្រាន់តែចង់បង្ហាញនៅក៏ដូចជារំលឹកអតីតកាលហើយខ្ញុំជឿថាបច្ចុប្បន្នក៏នៅតែមានដែរចំពោះបងឬអូនមួយចំនួនដែលនៅតាមជនបទណាចំពោះអ្នកនៅភ្នំពេញលែងមានព្រៃហើយប៉ុន្តែបើសិនជាបងអូននៅមានបាទបែបនេះបងប្អូនអាចមើលវីដេអូនេះបានហើយវីដេអូនេះសុខភាពសំខាន់ណាបងប្អូនអញ្ចឹងមុនយើងហើយយើងសុំលាងដៃជាមួយនឹងសាប៊ូអញ្ចឹងតែជាពីមុនបងប្អូនហើយប្រហែលជាកាត់ស្មៅមើលទៅខ្ញុំកាត់ស្មៅដែរហ្នឹងហើយស្លឹកឈើគៀនដៃហ្នឹងបេះកាត់ខ្វេតដូចខ្លួនតែវីដេអូនេះគ្រាន់តែចង់អូនឬក៏បងដែលជួបប្រទះសូមកុំភ្លេចលាងដៃនឹងសាប៊ូសុខភាពសំខាន់បាទសូមអរគុណ